Hello 大家好សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រៀនភាសាចិន Learn Chinese ខ្មែរជួបគ្នាម្ដងទៀតនៅក្នុងមេរៀនថ្មីសម្រាប់មេរៀនថ្ងៃនេះយើងនឹងរៀនអំពីពាក្យចំនួន50ជាភាសាចិនអញ្ចឹងមេរៀននេះគឺយើងផ្ដោតសំខាន់ទៅលើបងប្អូននៅគាត់ទើបតែចាប់ផ្ដើមនៅក្នុងការរៀនភាសាចិនអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមជួបនៅពាក្យទាំងអស់ហ្នឹងជាប្រចាំថ្ងៃអូខេដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅកាន់មេរៀនរបស់យើងទាំងអស់គ្នាដែលពាក្យទី1គឺយើងអានថា 是是拼音是是សំឡេងទី4是អញ្ចឹងពាក្យហ្នឹងគឺយើងបកប្រែថាគឺពាក្យទី2យោសំឡេងទី3យោបកប្រែថាមានពាក្យទី3沒有គឺមិនមាន Pinyin ម៉ុយសំឡេងទី3ម៉ីអ៊ីអូយ៉ូសំឡេងទី3យ៉ូនៅក្នុងភាសាចិនបើសិនជាពាក្យហ្នឹងគឺសំឡេងទី3ទាំងពីរតួអក្សរហ្នឹងគឺមានសំឡេងទី3ទាំងពីរអញ្ចឹងម៉ីគឺយើងអានជាសំឡេងទី2អញ្ចឹងបើសិនជាយើងអានគឺយើងអានថាម៉ីយ៉ូអញ្ចឹងម៉ីគឺទៅជាសំឡេងទី2វិញដែលបកប្រែថាមិនមានពាក្យទី4ឈ្វីយើងបកប្រែថាទៅអញ្ចឹងអ្នកទាំងអស់គ្នាមាត់គឺរៀងស្រួចឈ្វីទៅពាក្យទី5ឡាយ Pinyin លឺអាយឡាយសំឡេងទី2ឡាយគឺយើងបកប្រែថាមកពាក្យទី6យើងអានថាខាន់ Pinyin ខអានខាន់សំឡេងទី4ខាន់គឺយើងបកប្រែថាមើលពាក្យទី7 Thinh Thinhគឺយើងបកប្រែថាស្ដាប់ពាក្យទី8សPinyin សសំឡេងទី1សគឺនិយាយពាក្យទី9ពាក់ Pinyin ពែសំឡេងទី2ពាក់គឺបកប្រែថាកុំដូចជាបំរាមយើងហាមគេកុំធ្វើនេះកុំធ្វើនោះអញ្ចឹងណាក្នុងអត្ថន័យពាក្យហ្នឹងគឺអញ្ចឹងពាក្យទី10គឺយើងអានថាឈឺ Pinyin ឈឺសំឡេងទី1ឈឺពាក្យហ្នឹងគឺយើងបកប្រែថាហូបញ៉ាំសោយពិសាអីហ្នឹងណាតើឥឡូវនេះយើងចូលទៅកាន់ពាក្យទី11ជាបន្តពាក្យទី11គឺយើងអានថាហុយតា Pinyin ហឺអ៊ុយហ៊ុយសំឡេងទី2ហ៊ុយទើអាតាសំឡេងទី2តាពាក្យហ្នឹងគឺយើងអានថាហុយតាហុយតាគឺឆ្លើយឬក៏ឆ្លើយតបពាក្យទី12គឺយើងអានថាហឺហឺហឺគឺផឹកហឺស្រីផឹកទឹកពាក្យទី13យើងអានថាជក់ជក់គឺធ្វើ Pinyin ជឿអ៊័រសំឡេងទី4ជក់គឺយើងបកប្រែថាធ្វើពាក្យទី14ម៉ាយ Pinyin ម៉ាយសំឡេងទី3ម៉ាយគឺទិញពាក្យទី15ម៉ាយ Pinyin ម៉ាយសំឡេងទី4ម៉ាយគឺបកប្រែថាលក់អញ្ចឹងនៅពាក្យទី14និងទី15អ្នកទាំងអស់គ្នាត្រូវតែជៀសវាងនៅក្នុងការច្រឡំដោយសារតែសំឡេងគឺស្រដៀងគ្នាហើយការសរសេរក៏ស្រដៀងគ្នាដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចសង្កេតមើលម៉ាយគឺសំឡេងទី3ហើយម៉ាយគឺសំឡេងទី4ដែលបកប្រែថាលក់អញ្ចឹងអ្នកទាំងអស់គ្នាអាចចំណាំមើលរបៀបសរសេរឬក៏ការលើកដាក់សំឡេងបានចូលទៅកាន់ពាក្យទី16កៃ Pinyin គឺអីសំឡេងទី3កៃគឺឲ្យពាក្យទី17យើងអានថាយ៉ាវយ៉ាវ Pinyin អ៊ីអោយ៉ាវសំឡេងទី4យ៉ាវគឺត្រូវការដាក់ពាក្យជាកិរិយាសព្ទពាក្យទី18ណា Pinyin នឿអាណាសំឡេងទី2ណាគឺយកណាឡាយយកមកឬក៏យកមកពាក្យទី19ហ្វាំង Pinyin ហ្វាំងសំឡេងទី4ហ្វាំងមានន័យថាដាក់ចុះឬក៏ទម្លាក់ចុះហ្វាំងសាឡាយដាក់ចុះមក
ទី20យើងអានថាចែវចែវ Pin in GL ចែវសំឡេងទី4ចែវចែវគឺបកប្រែថាបង្រៀនយើងចូលទៅកាន់ពាក្យជាបន្តគឺពាក្យទី21ពាក្យទី21គឺយើងអានថាចូលចូលចូលគឺដើរ Pin in ជឺអូចូលសំឡេងទី3ចូលចូលគឺបកប្រែថាដើរពាក្យទី22យើងអានថាយងយងយងគឺប្រើ Pin in អ៊ីអុងយងសំឡេងទី4យងយងគឺបកប្រែថាប្រើពាក្យទី23យើងអានថាវ៉ានវ៉ានវ៉ាន Pin in អ៊ូអានវ៉ានសំឡេងទី2វ៉ានវ៉ានគឺលេងវ៉ានសូជីលេងទូរស័ព្ទពាក្យទី24យើងអានថាឈាន់ឈាន់ Pin in ឈឺអនឈាន់សំឡេងទី1ឈាន់ឈាន់គឺយើងបកប្រែថាស្លៀកស្លៀកគឺយើងសំដៅដល់ខោឬក៏សំពត់អីចឹងណាពាក្យទី25យើងអានថាហុយហុយហុយ Pin in ហឺហុយហុយសំឡេងទី4ហុយហុយគឺយើងអាចបកប្រែបានពីរគឺចេះក៏បានអាចក៏បានប៉ុន្តែរបៀបប្រើប្រាស់វាខុសគ្នាតាមកលៈទេសៈពេលណាគួរប្រើចេះហើយពេលណាគួរប្រើអាចពាក្យទី26យើងអានថាស៊ុយស៊ុយ Pin in ស៊ុយស៊ុយសំឡេងទី3ស៊ុយស៊ុយគឺយើងបកប្រែថាទឹកពាក្យទី27យើងអានថាឆွងឆွងឆွង Pin in ឈឿងឆွងសំឡេងទី2ឆွងឆွងគឺយើងបកប្រែថាក្រែពាក្យទី28យើងអានថាយួនយួនយួនគឺពពកយួនអញ្ចឹងនៅពេលដែលយើងនិយាយពាក្យយួនមាត់ហើយយើងនឹងរៀងស្រួចយួនពាក្យទី29យើងអានថាសានសានសានគឺភ្នំ Pin in ឈឺអានសានសំឡេងទី1សានសានគឺភ្នំពាក្យទី30យើងអានថាជាជាជា Pin in ជាជាសំឡេងទី1ជាជាគឺយើងបកប្រែថាផ្ទះចុះសម្រាប់មេរៀននេះផងដែរបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តកុំភ្លេចចុច like ក៏ដូចជា share ទៅកាន់មិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាឲ្យបានមើលវីដេអូមេរៀននេះឲ្យបានច្រើនផងដើម្បីជាកម្លាំងចិត្តមកកាន់ឡាវនៅក្នុងការបង្កើតវីដេអូមេរៀនថ្មីៗចែកជូនអ្នកទាំងអស់គ្នាឥឡូវនេះយើងចូលទៅកាន់ពាក្យជាបន្តទៀតគឺពាក្យទី31ពាក្យទី31គឺយើងអានថាជឺជឺ Pin in ជឺអ៊ីជឺសំឡេងទី4ជឺជឺគឺអក្សរពាក្យទី32យើងអានថាសែសែសែគឺសរសេរ Pin in សែសែសំឡេងទី3សែពាក្យទី33យើងអានថាឆាយឆាយឆាយគឺបន្លែ Pin in ឈឺអៃឆាយសំឡេងទី4ឆាយឆាយគឺបន្លែពាក្យទី34ហិនហិនហិន Pin in ហិនហិនសំឡេងទី3ហិនហិនគឺយើងបកប្រែថាណាស់ដែលហិនហ្នឹងគឺយើងភាគច្រើនជាទូទៅគឺយើងប្រើនៅក្នុងប្រយោគតែម្ដងពាក្យទី35រររគឺក្តៅ Pin in រសំឡេងទី4រពាក្យទី36យើងអានថាស៊ូស៊ូស៊ូ Pin in ស៊ូស៊ូសំឡេងទី1ស៊ូស៊ូគឺសៀវភៅពាក្យទី37យើងអានថាចុងចុងគឺកណ្ដាល Pin in ជឺអុងចុងសំឡេងទី1ចុងចុងគឺកណ្ដាលពាក្យទី38យើងអានថាឈីងឈីង Pin in ឈីងឈីងសំឡេងទី3ឈីងឈីងគឺសូមយើងស្នើសុំឲ្យគេធ្វើមួយឈីងឈីងជ័រសែសូមអង្គុយចុះបែរថាយើងសំណូមពរឲ្យគេធ្វើអីមួយអញ្ចឹងណាពាក្យទី39យើងអានថាវ៉ិន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 គឺសួរ Pin in អ៊ូអិនវ៉ិនសំឡេងទី4វ៉ិនវ៉ិនគឺយើងបកប្រែថាសួរពាក្យទី40យើងអានថាចចចគឺនេះ Pin in ជឺអចសំឡេងទី4ចចគឺនេះពាក្យទី41យើងអានថាឆាឆាឆាគឺតែ Pin in ឈឺអាឆាសំឡេងទី2ឆា
ឆាគឺយើងបកប្រែថាតែចង្អេរតែដែលយើងផឹកហ្នឹងណា ពាក្យទី42យើងអានថាណាណាណាគឺនោះភិនអ៊ីននអាណាសំឡេងទី4ណានោះពាក្យទី43យើងអានថាច្រានភិនអ៊ីនឈីអានឈានសំឡេងទី2ច្រានគឺលុយពាក្យទី44យើងអានថាហគឺនឹងហភិនអ៊ីនហសំឡេងទី2នឹង យើងនៅសល់5ពាក្យចុងក្រោយនៅក្នុងមេរៀននេះពាក្យទី46គឺយើងអានថាថែថែថែគឺពេក Pin in ធ្វើឲ្យថែសំឡេងទី4ថែពេកថែពាក្យហ្នឹងក៏យើងភាគច្រើនគឺយើងប្រើនៅក្នុងប្រយោគនេះគ្នាពេកឧទាហរណ៍ស្អាតពេកសពេកអញ្ចឹងណាពាក្យទី47យើងអានថា shareគឺខ្លះ Pin in share សំឡេងទី1 share គឺខ្លះពាក្យទី48យើងអានថា yeah អឺយើងបកថាក៏ឬក៏ដែរពាក្យហ្នឹងក៏យើងក៏ប្រើនៅក្នុងប្រយោគច្រើនដូចគ្នាជាឧទាហរណ៍ដូចជាបើសិនជាយើងចង់និយាយថាខ្ញុំក៏ជាសិស្សម្នាក់ដែរជាភាសាចិនគឺយើងនិយាយថា我也是学生ពាក្យទី49យើងអានថាតូតូតូគឺសុទ្ធតែភានអ៊ីនតើអូតូសំឡេងទី1តូសុទ្ធតែពាក្យហ្នឹងក៏យើងអាចនិយាយបានថាយើងប្រើច្រើននៅក្នុងប្រយោគនេះគ្នាពាក្យចុងក្រោយគឺពាក្យទី50ពាក្យទី50យើងអានថាចិនចិនចិនគឺប៉ិតឬក៏ពិតជាអញ្ចឹងសម្រាប់ពាក្យទាំងអស់ហ្នឹងបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូបានแล้วស៊ុយនឹងចូលទៅ reply មិនថាអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏មាន comment អ្វីផ្សេងៗអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមបានអូខេអរគុណច្រើន